បាទនេះជាសកម្មភាពបងប្អូនកសិករនៅភូមិត្រពាំងសាបាទគាត់ព្រោះសណ្តែកដីបាទសណ្តែកដីហ្នឹងមានច្រើនបងប្អូនព្រោះដាំរួយតាមនង្គ័លខុសគ្នាបាទព្រោះនេះដូចស្រូវចឹងយើងបាចអឺគ្រាប់សណ្តែកដីហើយបានយើងចាប់ដើមភ្ជួរគោយន្តចឹងភ្ជួរលុបពីលើប៉ុន្តែភ្ជួរផាល2រៀងអណ្ដែតគ្រាប់មួយតែបើយើងភ្ជួរផាលមួយអត់អីភ្ជួរផាលមួយគ្របស្អាតប៉ុន្តែផាលមួយពួកអាត្រីថ្មីឥឡូវអត់កើតទេបងប្អូនបាទផាលប្រឈរហ្មងប្រឈរអញ្ចឹងពេលទៅភ្ជួរទៅឆូតអត់ផ្លាក់ស្អាតទេចាញ់ពួកអាត្រីមុននេះអាត្រីមុនពេលដែលភ្ជួរទៅគឺគ្របស្អាតបតឹងគឺភ្ជួរស្អាតគ្របភ្លឹបតែពួកអាចេញថ្មីឥឡូវពួកអាផាលមួយហ្នឹងអត់កើតទេបដោយហ្មងតែអញ្ចឹងភ្ជួរឆូតហើយនេះអានេះផាល2ឯងគាត់ភ្ជួរផាល2បាទផាល2ពេលដែលយើងបាចគ្រាប់ហើយភ្ជួរទៅអត់បានលុបចិត្តស្អាតល្អនៅមួយដែលលើដីពេលដែលភ្ជួរទៅច្រឡោតហើយខ្ញុំផលិតវីដេអូនេះមិនថាគោភ្ជួរដីមិនថាគោយន្តត្រាក់ទ័រខ្ញុំថតទាំងអស់តែបើបងប្អូនពេញចិត្តសូមជួយ share និងចែកម្លែកម្នាក់មួយផងបាទដើម្បីមើលសកម្មភាពនៅតំបន់ភូមិត្រពាំងសាបបងប្អូនប្រហែលជាស្គាល់ហើយភូមិត្រពាំងសាបបាទដោយបងប្អូនឮបទចម្រៀងអីគេកូឡាបរុះរោយបាទបងប្អូនប្រហែលជាស្គាល់ត្រពាំងសាបកូឡាបរុះរោយអីទេខ្ញុំភ្លេចឈ្មោះនឹងបាត់ហើយបាទហើយដាំនេះភាគច្រើននៅតំបន់ខ្ញុំដែរទេបើខាត់ទៅខាងលិចទៅភូមិព្រៃចាជាងអីគឺគេលែងដាំអស់ហើយបាទខាត់ទៅកើតនៅដាំភូមិត្រកៀតអឺត្រពាំងខ្ទឹមនៅដាំបាទនៅដាំតែបើខាត់ទៅកើតទៀតគេនៅដាំតែដាំតិចតួចបាទហើយដាំនេះបើយើងជួលគេមកចប់អត់សូវចំណេញទេបាទដោយសារជាពិសេសពូជសណ្តែកដីនោះគាត់បាយបដើនោះពូជសណ្តែកដីគឺចុះហើយថ្លៃគាត់សូត្រថាដើមថាចិត្តអស់1លានហើយបានប៉ុន្មានបាទតែបើយើងមានរបស់ឯងយើងគ្រាន់តែចំណាយមួយសុទ្ធទៅភ្ជួរទៅយើងគ្រាប់អត់មានពូជទិញគេទៅអានឹងមិនសូវអស់ច្រើនបើយើងទិញគេមកចប់ភ្ជួរក៏ជួលគេនិយាយរួមមកចប់ហ្មងទិញគេមកចប់ជួលគេមកចប់គឺអស់ច្រើនហើយការដាំនេះលក្ខណៈខ្នាតតូចទេមិនមែនលក្ខណៈខ្នាតធំអីទេបាទលក្ខណៈគ្រួសារពេលដែលគាត់ដាំបានទៅគាត់លក់ដឹកដើរលក់ខ្លួនឯងដូចជាសណ្តែកដីអញ្ចឹងគាត់ដឹកដើរលក់ខ្លួនឯងបាទបងប្អូនប្រហែលជាស្គាល់បងខេងនៅខេត្តនៅភូមិត្រពាំងសាបគាត់លក់ពោតទឹកកបោបាទហើយនឹងដីគាត់ដាំហ្នឹងបាទគាត់អាសាទៅណាគាត់ច្រៀងគាត់រាំអញ្ចឹងបាទបងខេងគាត់ច្រៀងរាំទៅដូចគាត់ទៅកំពង់ស្ពឺអញ្ចឹងគាត់លក់ពោតទឹកកបោអញ្ចឹងគាត់ច្រៀងគាត់រាំអញ្ចឹងទៅបាទការតាក់ទាញអតិថិជនតាក់ទាញម៉ួយហើយភ្ជួរដីបងខ្ញុំឯងបាទអត់ថាគាត់ភ្ជួរគាត់ពាក់អាវឯងបាទគាត់ដោះអាវចេញហើយគាត់ចងមួយគោយន្តសាមុនគាត់ដោះអាវដែរឥឡូវគាត់ដោះអាវទៀតហើយបងប្អូននៅភូមិត្រពាំងសាបបងប្អូនចុចតាមដានបាទពេលដែលបងប្អូននៅភូមិត្រពាំងសាបដាំអ្នកដាំឃើញទាំងអស់ខ្ញុំថតទាំងអស់បាទតិចទៀតខ្ញុំថតទាំងអស់ថតទាំងសកម្មភាពដាំទាំងអ្នកភ្ជួរទាំងអ្នករកអីគឺខ្ញុំថតទាំងអស់ដើម្បីឲ្យខាងភូមិត្រពាំងសាបមើលឃើញថានេះគាត់គាត់ថតកាលពីខ្ញុំដាំសណ្តែកដីនេះបាទហើយវីដេអូនេះគ្រាន់តែមើលលេងកម្សាន្តកាលពីបងប្អូននៅភ្ជួរគោយន្តអញ្ចឹង
បាទអញ្ចឹងបងប្អូនមើលទៅនឹកឃើញអនុស្សាវរីយ៍នៅព្យូគូយន្តព្យូដល់ព្យូឲ្យម៉ែពូស្រូវអញ្ចឹងព្យូរស់ប៉ុន្តែដូចថាក្មួយបងគាត់អ្នកដូចថាគាត់កម្លាំងខ្លាំងណាគាត់បើកលឿនណាសម្លឹងគេវ៉ាវលឿនណាបាទប៉ុន្តែកុំប្រហែសបាទគោយន្តប្រហែសបានទេកុំប្រហើនកុំប្រហែសទោះបីចេះស្ទាត់យ៉ាងណាដោយកុំប្រហើនតែប្រហើនគ្រោះថ្នាក់អញ្ចឹងมันអាចប្រហែសបានទេត្រូវតែប្រយ័ត្នបាទផ្លូវកាច់ផ្លូវកែងអីកុំប្រហើនលឿនបាទសាងលេខ1លេខ2ទៅលេខ1ទៅលេខ2ទៅនឹងដាក់លេខ2ទៅnóកាច់ខ្លាំងណាតែមិនសូវកាច់ខ្លាំងមើលឃើញទេអត់អីលេខ3កំអីទៅធូរគេប៉ុន្តែផ្លូវកាច់ខ្លាំងបាំងកុំប្រហើនលេខ3តែលេខ2ទៅសាងចូលលេខ2ទឹកទៅបាទវីដេអូគ្រាន់តែការបង្ហាញទេបាទអញ្ចឹងខ្ញុំថតសកម្មភាពតែប៉ុណ្្នឹងឯងបាទទៅបីថតវែងក៏បងប្អូនមើលអត់ចប់ឯងបាទអញ្ចឹងនៅមានសកម្មភាពគាត់ព្យួរកន្លែងផ្សេងទៀតបាទសូមបញ្ចប់សូមជម្រាបលាបងប្អូន